ជាឡាយតាមសាស្ត្រណាអាហ្នឹងខ្ញុំនឹងមកនិយាយបកស្រាយអំពី cyber security ហើយយកដឹងពី cyber security យើងមកដឹងពីយកបដិវិសិនព័ត៌មានតខ្លួនតនន័យអាជីវកម្មនិងប្រព័ន្ធបច្ចេកវិទ្យាពីការលួចការខូចខាតឬការប្រើប្រាស់ដោយមិនបានអនុញ្ញាតអញ្ចឹងដូចជាបើសិនជាគេមានព្យាយាមចូលមក hack ក្នុងប្រព័ន្ធទូរស័ព្ទដៃយើងអញ្ចឹងគេអត់អាចមានស្រួលបានទេដោយសារតែទូរស័ព្ទដៃរបស់យើងមួយហ្នឹងគឺមានប្រព័ន្ធ cyber security ខ្ញុំខលខូចអញ្ចឹងបើសិនជាគេចង់តាមយើងទៅលើអាសមានមុខងារជួយដាក់មកឲ្យយើងហ្នឹងអញ្ចឹងបើដល់ទី2ការពារទៅនៅអាជីវកម្មសូមស្ងាត់តិចការពារដោយបើធូរម៉ានេះដើម្បីបន្ថែមស្ទប់ការពារទោះបីជាអ្នកណាម្នាក់ដឹងពីសម្ងាត់យើងក៏ដោយចុះមានន័យថាកន្លែងនេះវាគឺជាស្ទប់ការពារទី2ហើយបន្តមកទៀតគឺជាវាដំណំចប់សង្ស័យមានន័យថាមិនមែនឲ្យតែឃើញលីងគេដាក់មកអូបានលុយចេះចុចទេណាយើងត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយថាតើលីងនោះជើង cyber វាមានអ្នកសម្រាប់អ្នកដែលគាត់ច្បាស់លាស់ទៅក្នុងសន្តិសុខ cyber ក៏អាចបានអាជីវកម្មតខ្លួនបានឧទាហរណ៍ដូចជាវិស្វករសន្តិសុខហើយអ្នកស៊ើបអង្កេត digital អ្នកមានប្រហារយុត្តិធម៌និងអ្នកវិភាគសន្តិសុខទាំងអស់នេះគឺសុទ្ធតែជាអ្នកជួយសម្រាប់សុទ្ធតែជាមុខរបររបស់សន្តិសុខ cyber ដែលគាត់ជួយពួកយើងរាល់ថ្ងៃហ្នឹងនៅពេលណាដែលទូរស័ព្ទយើងឬក៏កុំព្យូទ័រយើងមានផលចំនួន4ចំណុចដូចគ្នាមានបញ្ញាសិប្បនិម្មិតឧបករណ៍ខ្ចប់